សូមជម្រាបសួរក៏ដូចសួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរជួបគ្នាបាទម្ដងទៀតហើយនៅថ្ងៃនេះផងដែរខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបប្រើ skip by me intra អូខេនឹងហើយអ្នកទាំងអស់គ្នាគឺបាត់ដោយអ្នកទាំងអស់គ្នាបាត់ខ្ញុំមកជាគឺដោយសារតែខ្ញុំប្រើ skip ដូរស្គាល់ទៅ main intra បានព្រោះ quest ក្រោយរបស់ខ្ញុំនេះគឺតើខ្ញុំបាយ main intra សិនគឺក៏ spawn main intra សិនទើបខ្ញុំអាចធ្វើ quest មួយនឹងបានហើយខ្ញុំក៏ចង់សួរទៅកាន់អ្នកទាំងអស់គ្នាផងដែរបើសិនជាមានករណីនេះម្ដងទៀតតែខ្ញុំប្រើ skip អត់ដើរអញ្ចឹងគឺខ្ញុំនឹងអាចផុសតែផ្សេងចូលដាក់សិនដោយសារតែវានៅកន្លែងរបស់ខ្ញុំ scan ពេកអញ្ចឹងទៅគឺនៅក្រៅបើសិនជាមានបែបនេះកើតឡើងទៀតខ្ញុំអាចនឹងផុសហ្គេមផ្សេងចូលដល់អសន្នសិនអូខេអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅកាន់វីដេអូប្រើ skip by me intra ទាំងអស់គ្នាដើម្បីយើងអាចបាយ main intra បាទសូមអ្នកទាំងអស់គ្នាបានចុចចូលទៅកាន់ Telegram របស់ខ្ញុំដែលខ្ញុំផាត់នៅខាងក្រោមវីដេអូអ្នកទាំងអស់គ្នាចុចចូលហើយអ្នកទាំងអស់គ្នាយក skip មួយដែលខ្ញុំបានដាក់នៅលើវីដេអូរបស់ខ្ញុំមួយនេះបន្ទាប់ពីអ្នកទាំងអស់គ្នាបានដាក់ហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចបើកវាទៅវានឹងលុបផ្ទាំងមួយអូខេអ្នកទាំងអស់គ្នានៅពេលដែលវាបានលុបផ្ទាំងបែបនេះហើយសូមអ្នកទាំងអស់គ្នាបានចុចទៅលើពាក្យ get key ដែលខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងសូមអ្នកទាំងអស់គ្នាចុចទៅលើវាទៅនៅពេលដែលអ្នកទាំងអស់គ្នាបានចុចលើវារួចហើយសូមអ្នកទាំងអស់គ្នាចុចចេញពី game របស់យើងដើម្បីយើងចុចចូលទៅក្នុងជ្រោមនៅពេលដែលអ្នកទាំងអស់គ្នាបានចុចចូលមកដល់ជ្រោមហើយសូមអ្នកទាំងអស់គ្នាបានយក link ដែលអ្នកទាំងអស់គ្នាបានចុចកន្លែង get key នេះចូលមកដាក់កន្លែង search បន្ទាប់មកវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាបានចុចទៅលើពាក្យ continue នៅពេលដែលអ្នកទាំងអស់គ្នាចុចលើវានឹងលុបទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញហើយចុចវាម្ដងទៀតវានឹងនាំអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចទៅលើរូប YouTube ឬរូប TikTok ដែលវាបាន load ដល់អ្នកទាំងអស់គ្នាឃើញអញ្ចឹងបើសិនពេលខ្លះវាអត់ load ដូចខ្ញុំអញ្ចឹងទេវាអាច load តែ TikTok ឬ YouTube ជាមួយអញ្ចឹងទៅពេលដែលអ្នកទាំងអស់គ្នាចុចលើវានឹងលុបទាំងពាណិជ្ជកម្មអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញហើយចុចលើរូប YouTube ឬរូប TikTok ហ្នឹងម្ដងទៀតរងចាំរហូតដល់វាលុបសញ្ញា click បែបនេះបន្ទាប់ពីវាលុបសញ្ញា click អីរួចរាល់អស់ហើយសូមអ្នកទាំងអស់គ្នាចុចទៅលើរូបមេសោវានឹងលុបទាំងពាណិជ្ជកម្មសូមអ្នកទាំងអស់គ្នាចុចថយវាមកវិញបើសិនជាវានៅតែលុបពាណិជ្ជកម្មម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចថយមកវិញម្ដងទៀតហើយធ្វើម៉េចចុចចូលទៅកន្លែងមួយទៀតអូខេអ្នកទាំងអស់គ្នានៅពេលដែលមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាធ្វើដូចយើងធ្វើអំបញ្ញមិញមកនៅពេលដែលអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ go to link នៅពេលដែលអ្នកទាំងអស់គ្នាមកដល់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យ copy key អ្នកទាំងអស់គ្នាចុចលើវាទៅហើយបើសិនជាវាលោតបែបនេះសូមអ្នកទាំងអស់គ្នាចុចលើពាក្យ use Chrome បើសិនជាអង់គ្លេសវាលោតពាក្យ OK ហើយបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចថយមកវិញយើងចូលទៅកាន់រូប block ដើម្បីយើងចុចចូលទៅកាន់ game block fruit
អ្នកទាំងអស់គ្នាសម្រាប់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាមិនចាំចុចបិទបើកដូចខ្ញុំទេគឺខ្ញុំចុចដើម្បីបិទជំនាញវាហើយនឹងធ្វើឲ្យហ្គេមកាន់តែ smooth អញ្ចឹងទៅនៅពេលដែលអ្នកទាំងអស់គ្នាបានចុចចូលមកដល់ហ្គេមហើយសូមអ្នកទាំងអស់គ្នាចុចបើក skip របស់យើងមកបន្តមកសូមអ្នកទាំងអស់គ្នាចុចកន្លែងដែលខ្ញុំបានអនុញ្ញាតព្រួយគឺវាកន្លែងដែលយើងសម្រាប់បាយអក្សរនៅពេលដែលអ្នកទាំងអស់គ្នាចុចលើវាហើយសូមអ្នកទាំងអស់គ្នាបានយក key ដែលយើង copy យកមកដាក់បន្តមកសូមអ្នកទាំងអស់គ្នាចុចទៅលើពាក្យ submit key ដែលមានរូបកូនសោហ្នឹងនៅពេលដែលវាលុបទាំងបែបនេះសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់បូហុកហើយដែលខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានចុចលើវារួចហើយសូមអ្នកទាំងអស់គ្នាអូសវាទៅខាងក្រោមដែលយើងរកពាក្យOIP intra ដែលវាមានទាំងពីរដែលវាត្រូវបើកវាទាំងពីរដើម្បីឲ្យវាដូរ server ទៅរក server ណាដែលមាន main intra sport សម្រាប់ skip មួយនឹងផងដែរគឺវានាំអ្នកទាំងអស់គ្នាទៅរកserver ណាដែល main intra sport យកតែម្ដងគឺអត់រក server ណាដែលមានគាត់ challenge ទេគឺវាទៅតែ server ណាដែលគេ spawn main intra តែប៉ុណ្ណោះទោះបីជា server មួយនឹងគ្រប់4ម៉ោងក៏ដោយក៏វាអត់ spawn ទៅដែរគឺវា spawn ទៅតែកន្លែងដែលគេ spawn main intra ទេហ្នឹងហើយអ្នកទាំងអស់គ្នាមុននឹងចុចបើក skip មួយហ្នឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាគួរតែទៅកន្លែងដែល main intra spawn នឹងឲ្យហ្មងទៅដើម្បីយើងងាយស្រួលចូលដល់ក្នុងហ្គេមតាមភ្លាមគឺយើងវាយ main intra យកតែម្ដងព្រោះថាពេលយើងចុចចូលទៅគឺ main intra ត្រូវគេវាយងាប់លឿនខ្លាំងមែនទែនពេលខ្លះគឺតែគាត់យើងចូលអត់ទាន់តែម្ដងចឹងហើយគឺខ្ញុំទីកំណត់អ្នកទាំងអស់គ្នានៅកោះដែល main intra នឹង spawn ឲ្យតែម្ដងទៅអូខេដូចអ្នកទាំងអស់គ្នាឃើញគឺ main intra មិនស្រួលឈាមលឿនខ្លាំងមែនទែនដោយសារតែមានមនុស្សមកវាយច្រើនអញ្ចឹងហ្គេមមួយនេះគឺខ្ញុំអត់បានវាយ main intra ទេខ្ញុំត្រូវបើក skip ដើម្បីដូរ server ម្ដងទៀតចឹងហើយគឺខ្ញុំ recommend អ្នកទាំងអស់គ្នាគួរតែមកនៅកោះនេះឲ្យតែម្ដងទៅជៀសវាងយើងហោះចុះឡើងតម្រុំតែបានបាយ main intra ចឹងហើយនៅពេលដែលអ្នកទាំងអស់គ្នាចុចបើក skip ម្ដងទៀតគឺអ្នកទាំងអស់គ្នាមិនចាំចុចទៅបើកកន្លែង OIP main intra អីនោះទៀតទេគឺវានឹងដូរ server ទៅបាយ main intra អ្នកទាំងអស់គ្នាអូតូហ្មងអូខេអ្នកទាំងអស់គ្នានៅក្នុងករណីដែលវាលុបទាំងបែបនេះតែដូចខ្ញុំដូចអ្នកទាំងអស់គ្នាបានឃើញក្នុងវីដេអូនេះអញ្ចឹងបានន័យថា server ដែលវាកំពុង login ចូលហ្នឹងគឺមានមនុស្សពេញមានមនុស្សគ្រប់12នាក់ពេញ server នេះអញ្ចឹងទៅវានឹងលុបទាំងបែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែរងចាំឲ្យវា login ចូល server ណាដែលមនុស្សអត់ទាន់ពេញអញ្ចឹងទៅនៅពេលដែលអ្នកទាំងអស់គ្នាដូរ server សុខវាស្រាប់តែលោតដូចយើងប្រអន់ពលឺអញ្ចឹងយើងត្រូវតែចុចចេញមកវិញទៅចេញពីហ្គេមរូបប្លុកហើយដើម្បីយើងចុចចូលទៅកាន់រូបប្លុកសាមីបានយើងអាចដូរ server ទៅ main intra ម្ដងទៀតបានព្រោះអញ្ចឹងវាអត់ដូរឲ្យទេវានៅទៅលុបបែបហ្នឹងអូខេអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចុចដូរ server មកដល់ server ដែលគេ spawn main intra ហើយសូមអ្នកទាំងអស់គ្នាចុចបើក skip មួយនេះមកដោយសារតែកន្លែងនេះគឺខ្ញុំប្រញាប់ខ្លាំងពេកខ្ញុំអត់បានចុចបើកវាយ main intra អីអត់ត្រូវទេគឺខ្ញុំព្យាយាមដើរចិត្តទៅ main intra ព្រោះដោយសារតែយើងចុចបើក skip ហ្នឹងទៅគឺវានឹងមកក damage ទៅលើ main intra ខ្លះហើយតែយើងបានមកកទៅលើ damage ទៅលើ main intra ខ្លះគឺវាយើងនឹងដូចយើងបានស្លាប់ main intra ដែរចឹងហើយគឺខ្ញុំព្យាយាមទៅចិត្ត main intra សិនដើម្បីខ្ញុំរកមើលកន្លែងបើក skip វាយ main intra ដោយសារតែខ្ញុំរៀងងប់ដៃពេលហ្នឹងគឺលឿនខ្លាំងតែទំហំដែលខ្ញុំអាចរកឃើញ server ដែលគេ spawn main intra ហ្នឹងគឺយូរមែនទែនចឹងហើយគឺខ្ញុំព
ជាយើងធ្វើម៉េចទៅចិត្តមេអ៊ីនត្រាបានយ៉ាងណាទៅមកចាំខ្ញុំរកមើលកន្លែងដែលត្រូវបើកស្គាល់បាយនេះនេះអ្នកទាំងគ្នាសម្រាប់របៀបបើកស្គាល់មេអ៊ីនត្រានៅក្នុងខ្ញុំថាតែយើងមើលទៅគឺខ្ញុំបង្ហាញម្ដងទៀតអ្នកទាំងគ្នាគឺគ្រាន់តែជួយតាមខ្ញុំបែបនេះមកខ្ញុំបានសញ្ញាគ្រូដែលកន្លែងដែលមានផ្ទះនេះបន្តមកអ្នកទាំងគ្នាអូសមកខាងក្រៅអូរហូតដល់កន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួយម្ដងទៀតអូខេអ្នកទាំងគ្នានៅពេលដែលអ្នកទាំងគ្នាអូមកដល់ត្រង់កន្លែងនេះគឺវាបានដាក់ថា OIP Intra អីទេគឺវាដាក់ចុច3ចឹងអ្នកទាំងគ្នាគ្រាន់ចុចលើវាហើយតមករកពាក្យOIP Intra នេះមកបន្តមកអ្នកទាំងគ្នាចុចបើកអាខាងក្រោមវាអាខាងក្រោមវាមាន3ប៊ីតុងហ្នឹងតែនេះចុចត្រូវចុចបើកទាំង3ហើយខ្ញុំបានដាក់សញ្ញាព្រួយហ្នឹងតែនេះចុចបើកវាទាំង3មកវានឹងហោះវាយមេអ៊ីនត្រាឲ្យអ្នកទាំងគ្នាហើយនេះគឺជាវីដេអូដែលខ្ញុំបានវាយមេអ៊ីនត្រាគឺខ្ញុំខ្លាចអ្នកទាំងគ្នាមើលទៅទើបខ្ញុំបានបន្ថែមវីដេអូខ្លីមួយនៅពីមុខហ្នឹងដើម្បីឲ្យអ្នកទាំងគ្នាងាយស្រួលមើលថាធ្វើម៉េចដើម្បីយើងហោះវាយមេអ៊ីនត្រាអ្នកទាំងគ្នាគឺអញ្ចឹងគឺត្រូវចុចបើកវាទៅគឺវានឹងហោះវាយមេអ៊ីនត្រាឲ្យយើងចូលតាមចឹងធ្វើយើងនិយាយក្នុងការសម្រាប់មេអ៊ីនត្រាខ្លះអូខេអ្នកទាំងគ្នានៅពេលឥឡូវនេះគឺខ្ញុំបានវាយមេអ៊ីនត្រាស្លាប់ហើយចឹងខ្ញុំសូមចុចទៅមើលក្នុង item របស់ខ្ញុំសិនគឺថាបាញ់វាថាខ្ញុំបានទីមួយចាខ្ញុំចង់ទៅខ្ញុំបាននេះគឺខ្ញុំសូមចុចមើល item សិនខ្ញុំបានអាមួយនេះពាក់ទុកពាក់លើក្បាលអូខេខ្ញុំបានស្ដាប់មេអ៊ីនត្រានេះហើយក៏វីដេអូរបស់យើងក៏មានតែតាមប៉ុណ្្នឹងនេះខ្ញុំគិតថាអ្នកទាំងគ្នានឹងយល់អំពីរបៀបវាយមេអ៊ីនត្រាវារៀងពិបាកបន្តិចសម្រាប់បើសិនជាយើងអត់សូវសំណាងប៉ុន្មានទេបើសិនជាសិនមានសំណាងគឺពិបាករក server ដែលមានមេអ៊ីនត្រា support ខ្លាំងតែពេលខ្លះ server ដែលយើងលុបអីហ្នឹងគឺមានមេអ៊ីនត្រាហើយ server មាន server ដែលមានមេអ៊ីនត្រា support ប៉ុន្តែវា full មនុស្សបានន័យថាមានមនុស្សពេញ server អស់ហើយចឹងហើយគឺយើងអាចទៅចូលបានទេគឺថាអ្នកនរគ្នាបញ្យល់ហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ដូចគ្នាខ្ញុំថាពួកយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ